ប្រើប្រាស់ការជឿចាប់ជាធម្មតានៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗពេលខ្លះយើងជួបប្រទះរឿងរ៉ាវដែលជាទីពេញចិត្តហើយពេលខ្លះក៏ជួបប្រទះរឿងរ៉ាវដែលប៉ះទង្គិចផ្លូវចិត្តធ្វើឲ្យយើងឈឺចិត្តខ្លាំងដែរអញ្ចឹងយើងសង្កេតឃើញថាមនុស្សមួយចំនួននៅពេលដែលគាត់ជួបប្រទះរឿងរ៉ាវដែលប៉ះទង្គិចផ្លូវចិត្តរបស់គាត់អាចនឹងធ្វើឲ្យគាត់ឈឺចិត្តខ្លាំងដោយសារតែជួនកាលត្រូវបានគេមើលងាយមើលស្រាលតែជាមនុស្សដែលមិនបានការជាមនុស្សអន់ថយជាមនុស្សគ្មានប្រយោជន៍ជាមនុស្សដែលមិនមានសមត្ថភាពឬក៏ជាមនុស្សដែលមិនមានភាពជោគជ័យនៅក្នុងជីវិតជាដើមអញ្ចឹងពេលដែលត្រូវបានតែអតីតពលពាក្យបែបហ្នឹងដាក់គាត់ប្រកាសជាឈឺចិត្តខ្លាំងហើយជួនកាលកាន់តែធ្វើឲ្យគាត់អន់ថយបន្តទៅទៀតដោយសារតែគាត់លែងមានការប្រឹងប្រែងទន្ទឹមគ្នាមនុស្សមួយបែបទៀតពេលដែលជួបប្រទះស្ថានភាពបែបហ្នឹងដែរគាត់បែរជាប្រើប្រាស់នៅអ្វីដែលអ្នកដទៃគេមើលងាយប្រើប្រាស់ការឈឺចាប់ទៅជាការប្រឹងប្រែងនៅក្នុងជីវិតរបស់គាត់អញ្ចឹងបានជាពាក្យមួយគេលើកឡើងថាបើសិនជាមនុស្សយើងមិនមានការឈឺចាប់ក៏វាមិនជាកម្លាំងនៅក្នុងការជំរុញឲ្យយើងមានការប្រឹងប្រែងខ្លាំងដែរហើយបើសិនជាមនុស្សយើងមិនមានការប្រឹងប្រែងទេក៏អាចធ្វើឲ្យយើងមានការផ្លាស់ប្ដូរដែរមួយទៀតបើសិនជាយើងមិនមានការផ្លាស់ប្ដូរទេយើងក៏អាចមានភាពរីកចម្រើនផងដែរអញ្ចឹងចូលប្រើប្រាស់ការឈឺចាប់នោះមកជាកត្តាជំរុញចិត្តដើម្បីយើងប្រឹងប្រែងជាងមុនជាងប្រើប្រាស់នៅគំនុំសងសឹកទៅកាន់អ្នកដែលពោលពាក្យបន្តបង្អាប់ឬក៏ពោលពាក្យធ្វើឲ្យយើងឈឺចាប់ផ្លូវចិត្តនេះជាវិធីសាស្ត្រមួយដែលប្រកបទៅដោយប្រាជ្ញាប្រកបទៅដោយការយល់ដឹងដោយឆ្លើយតបទៅកាន់អ្នកដទៃដើម្បីឲ្យគេមើលឃើញថាយើងជាមនុស្សម្នាក់ដែលខុសពីអ្វីដែលគេគិតខុសពីអ្វីដែលគេបាននិយាយបើសិនជាគេនិយាយថាជាមនុស្សដែលមិនមានសមត្ថភាពចូលយើងធ្វើខ្លួនឲ្យទៅជាមនុស្សដែលមានសមត្ថភាពមេរៀនពីសត្វឥន្ទ្រីសត្វដែលចូលចិត្តព្យុះយើងសង្កេតឃើញថារូបសត្វឥន្ទ្រីត្រូវបានបណ្ដាក្រុមហ៊ុនខ្លះគឺយកធ្វើជានិមិត្តសញ្ញាដាក់នៅលើផលិតផលរបស់ខ្លួនបន្ថែមលើនឹងទៀតរហូតដល់មានបណ្ដាប្រទេសមួយចំនួនយករូបសត្វឥន្ទ្រីដាក់នៅលើនិមិត្តសញ្ញាដែលជាតំណាងឲ្យស្ថាប័នសំខាន់នៅក្នុងប្រទេសរបស់ខ្លួនរហូតឈានទៅដល់យករូបសត្វឥន្ទ្រីដាក់ជាតំណាងឲ្យជាតិរបស់ខ្លួនក៏មានដែរអញ្ចឹងតើសត្វឥន្ទ្រីមានលក្ខណៈពិសេសត្រង់ណាទៅដែលមនុស្សអាចរៀនសូត្របានយើងសង្កេតឃើញថានៅពេលដែលមានខ្យល់ព្យុះខ្លាំងម្ដងបណ្ដាសត្វបក្សីទាំងឡាយគឺតែងតែហើរឆ្វេងឆ្លាទៅស្វែងរកទីដែលមានសុវត្ថិភាពដើម្បីបង្ការគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងដោយសារតែខ្យល់ព្យុះប៉ុន្តែផ្ទុយពីសត្វបក្សីទាំងឡាយសម្រាប់សត្វឥន្ទ្រីវិញកំឡុងពេលដែលមានព្យុះម្ដងសត្វឥន្ទ្រីតែងតែហើរទៅកាន់ទីខ្ពស់រួចក៏សំកាំងស្លាបខ្លួនឯងបណ្ដាលខ្លួនទៅតាមទិសដៅខ្យល់កំឡុងពេលនោះដែរសត្វឥន្ទ្រីគឺអាចស្វែងរកគោលដៅដែលខ្លួនត្រូវទៅទាំងដែលមិនចាំបាច់ប្រើកម្លាំងនឿយហត់នៅក្នុងការទទះស្លាបហោះហើរនោះទេនេះជាអ្វីដែលយើងអាចរៀនសូត្របានថាសត្វឥន្ទ្រីជាសត្វមួយដែលចេះទាញយកប្រយោជន៍អំពីបញ្ហាឬក៏ឧបសគ្គដែលកំពុងកើតឡើងសត្វបក្សីទាំងឡាយគិតថាវាជាគ្រោះថ្នាក់វាជាបញ្ហាវាជាឧបសគ្គប៉ុន្តែសត្វឥន្ទ្រីមិនដូច្នោះឡើយគិតថានោះវាជាឱកាសមួយដែលសត្វឥន្ទ្រីអាចទាញយកប្រយោជន៍បានក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងពេលខ្លះតែងតែជួបប្រទះនៅបញ្ហាឬក៏ឧបសគ្គហើយអញ្ចឹងពេលដែលជួបប្រទះអ្វីដែលសំខាន់គឺយើងត្រូវគិតនៅក្នុងផ្លូវវិជ្ជមានហើយរៀននៅក្នុងការស្វែងរកឱកាសនៅក្នុងបញ្ហាឬក៏ឧបសគ្គដែលកំពុងកើតឡើងនោះព្រោះថាបញ្ហាឬក៏ឧបសគ្គពេលខ្លះគឺបង្កប់នៅគ្រាប់ពូជនៃដំណោះស្រាយជានិច្ចប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថាយើងអាចមើលឃើញដែរឬអត់មួយវិញទៀតដូចជាខ្មែរយើងតែងតែលើកជាឧទាហរណ៍មួយថាបើសិនជាมันមានសង្គ្រាមកើតឡើងទេប្រកាសជាมันអាចឃើញមុខអ្នកក្លាហានទេបន្ថែមលើនោះទៀតសម្រាប់អ្នកដែលមានសមត្ថភាពក៏ដូចគ្នាបើសិនជាគាត់មិនទាន់ជួបប្រទះបញ្ហាឬក៏មិនទាន់ជួបប្រទះឧបសគ្គក៏យើងអាចមើលដឹងថាគាត់ជាមនុស្សដែលមានសមត្ថភាពកម្រិតណានោះដែរ